តែអ្នកកំពុងតែត្រូវការបង្កើត QR Code សម្រាប់ដាក់ download ជាប់ link ឬ Wi-Fi ត្រូវអត់? ថ្ងៃនេះខ្ញុំនឹងណែនាំ website មួយដែលបង្កើតដោយក្រសួងไปรษณีย์ និងទូរគមនាគមន៍ គឺប្រើប្រាស់បានដោយឥតគិតថ្លៃ និងមានសុវត្ថិភាពខ្ពស់ របៀបប្រើគឺងាយស្រួលទេ អ្នកនាងគ្រាន់តែចូលទៅកាន់ Google បន្ទាប់មកវាយពាក្យថា QR.code តមកដក clear.kx បន្ទាប់មកអ្នកនាងនឹងឃើញ website មួយដែលមានឈ្មោះថា Code QR បន្ទាប់មកអ្នកនាងចុចនៅលើ website ហ្នឹង ដោយសារតែ website មួយនេះបង្កើតឡើងដោយក្រសួងไปรษณีย์ដែលជាខុសខ្មែរ អញ្ចឹងអ្នកនាងអាចធ្វើការផ្លាស់ប្ដូរភាសាទៅជាភាសាខ្មែរបាន អញ្ចឹងដើម្បីផ្លាស់ប្ដូរភាសាអ្នកនាងចុចទៅលើទង់ជាតិមួយនេះ បន្ទាប់មកយើងធ្វើការជ្រើសរើសប្រភេទ QR Code ដែលអ្នកនាងចង់បង្កើត ឧទាហរណ៍ ដាក់ link ឬក៏ Wi-Fi អ៊ីមែល ឬក៏ Visa Card ឥឡូវខ្ញុំនឹងបង្កើតទាក់ទងជាមួយតំណភ្ជាប់ អញ្ចឹងតំណភ្ជាប់អ្នកនាងអាច copy link ដែលអ្នកនាងចង់បង្កើត QR Code បន្ទាប់មកប៉ះនៅកន្លែងតំណភ្ជាប់មួយនេះ បន្តមកទៀតយើងនឹងឃើញ QR Code ដែលបង្កើត អ្វីដែលពិសេសទៀតនោះគឺអ្នកនាងអាចធ្វើការ upload logo របស់អ្នកនាងដាក់ជាមួយនឹង QR Code បាន អញ្ចឹងដើម្បីដាក់ logo នៅក្នុង QR Code អ្នកនាងធ្វើការយកកន្លែងនិមិត្តសញ្ញា និងដាក់កណ្ដាល QR Code អញ្ចឹងធ្វើការចុចកន្លែងជ្រើសរើស បន្ទាប់មកជ្រើសរើស logo ដែលអ្នកនាងចង់ដាក់ ចុចនៅលើ logo ហ្នឹង បន្ទាប់មកចុច Open អញ្ចឹងយើងនឹងឃើញ logo របស់អ្នកនាងនៅលើ QR Code ហ្នឹងហើយ បន្ទាប់មកអ្នកនាងអាចពង្រីកទំហំនៃនិមិត្តសញ្ញារបស់អ្នកនាងបាន ទៅតាមដែលអ្នកនាងចង់បាន ហើយក្រៅពីហ្នឹងទៀតអ្នកនាងក៏ធ្វើការផ្លាស់ប្ដូរនៅពណ៌ QR Code បានថែមទៀត អញ្ចឹងអ្នកនាងចុចកន្លែងពណ៌ បន្ទាប់មកធ្វើការអូសទៅតាមពណ៌អ្នកនាងចង់បាន បន្ទាប់មកអ្នកនាងចុចកន្លែងណាមួយដើម្បីបាត់កន្លែងកំណត់ហ្នឹងវិញ បន្ទាប់មកកន្លែងនេះគឺទំហំរូបភាព អញ្ចឹងមានន័យថាបើអ្នកនាងទាញឲ្យ size ហ្នឹងកាន់តែធំមានន័យថា QR Code របស់អ្នករឹតតែច្បាស់ ហើយបន្តមកទៀតក្រោយពីអ្នកនាងបង្កើត QR Code ហ្នឹងហើយ អ្នកនាងអាច copy យកទៅប្រើក៏បាន ឬក៏ទាញយកក៏បាន អញ្ចឹងទាញយកគឺយើងមានប្រភេទជម្រើស file ជាច្រើនដូចជា PNG JPEG PDF ក៏ដូចជា Zip អញ្ចឹងខ្ញុំដោនជា PNG បន្ទាប់មកខ្ញុំបើក QR Code មួយហ្នឹង នេះគឺជា QR Code ដែលបង្កើតបានចេញពី website របស់កូនខ្មែរ សូមអរគុណ